សួស្តីអ្នកនរគ្នាថ្ងៃនេះគ្រូមានលំហាត់តូចមួយសម្រាប់អ្នកនរគ្នាគ្រូគិតថាប្រហែលជាងាយស្រួលសម្រាប់អ្នកនរគ្នាប៉ុន្តែគ្រូចង់ធ្វើលំហាត់មួយនេះជាមួយនឹងអ្នកនរគ្នាដើម្បីរំលឹកខ្លះៗតាក់ទងជាមួយនឹងនាមcountable noun and uncountable noun មុនពេលដែលយើងនឹងត្រូវធ្វើលំហាត់ធំជាងនឹងទៀតរបស់នាមដើម្បីសិក្សាពីវាណាអញ្ចឹងលំហាត់ធម្មតាមួយដែលខ្ញុំគិតថាវាងាយស្រួលសម្រាប់អ្នកនរគ្នាគឺតាក់ទងជាមួយនឹងនាម countable noun និង uncountable noun តើយើងធ្វើមួយព្រោះយើងបានរៀនវាម្ដងហើយតាក់ទងជាមួយនឹងនាមហ្នឹងប៉ុន្តែយើងអត់ទាន់ដឹងថាតើពេលដែលយើងចាប់ផ្ដើមធ្វើលំហាត់វាមានចំណុចណាដែលយើងគួរតែ take note ណាចាថ្ងៃនេះគ្រូនឹងបញ្ចូលយើងតាក់ទងជាមួយនឹង noun countable noun uncountable noun ឲ្យច្បាស់ជាងនេះទៀតតាមរយៈជាមួយនឹងការធ្វើលំហាត់ហ្នឹងអញ្ចឹងជាសប្ដងមុននឹងមកធ្វើលំហាត់យើងត្រូវចាប់ផ្ដើមរំលឹកមេរៀនរបស់យើងហើយគឺគួររំលឹកមេរៀនតាមមួយចំណុចទេគឺយើងត្រូវ take note ចា noun countable noun យើង noun countable អញ្ចឹងគឺយើងមើលមិនហើយ noun uncountable noun យើងមើលមិនអញ្ចឹងគេមានរូបមន្តរបស់គេមួយណាគេអាចចាត់ទុកថាវាជា noun countable noun បាននៅពេលដែលយើងដឹងថា noun ហ្នឹងគឺជា noun singular ឬក៏ noun plural noun singular គឺជា noun ឯកវចនៈដែលឈរតែឯកបានហើយ noun plural គេរាប់ចាប់ពីចំនួន2ឡើងទៅមានន័យថាច្រើនអញ្ចឹងនាំហ្នឹងគឺនាមហ្នឹងគឺគេអាចរាប់ជាចំនួន1និងចំនួន2បានអាហ្នឹងគេចាត់ទុកថាវាជានាម countable noun ប៉ុន្តែសម្រាប់នាម uncountable noun គឺជានាមដែលយើងមិនអាចរាប់ជាចំនួនបានទេមិនអាចរាប់ជាចំនួនតួលេខបានទេនាមហ្នឹងគេបានកំណត់ថាវាជាចំនួនដែលមិនអាចរាប់បានអញ្ចឹងបើអ្នកនរគ្នាចង់យល់ច្បាស់ពីនាម uncountable noun ហ្នឹងសូមទៅមើលមេរៀនបន្តពីខាងលោកគ្រូបានធ្វើមេរៀនហ្នឹងហើយស្រាវជ្រាវវាទៀតហើយបន្ទាប់មកយើងអាចនឹងធ្វើលំហាត់វាបានដែរអញ្ចឹងនៅថ្ងៃហ្នឹងគ្រូនឹងបញ្យល់យើងតាមរយៈនៃការធ្វើលំហាត់ឥឡូវយើងមើលលំហាត់ដែលគេឲ្យយើងធ្វើ cycle or the correct completion ចូលគូរង្វង់នៅពាក្យដែលបានបំពេញឲ្យបានត្រឹមត្រូវបាទអញ្ចឹងគេឲ្យយើងបំពេញមើលពាក្យថាតើពាក្យមួយណាដែលយើងគួរតែសមដាក់អូខេឥឡូវយើងមើលចំណុចទី1 I need one គេថាហើយបន្ទាប់មកគេមានពីរចំណុច A ហើយនិង B A គឺ chair B គឺ chairs អូខេប៉ុន្តែយើងសុំសួរថាតើយើងគួរតែដាក់យើងគួរតែជ្រើសយក A ឬក៏ជ្រើសយក B ដើម្បីដឹងថាតើយើងជ្រើសយក A ឬ B យើងទៅមើលលំហាត់ដែលគេឲ្យជាសមត្ថកម្ម I need one ខ្ញុំត្រូវការមួយចុះស្អីគេមួយហ៎កៅអីមួយមែនទេអញ្ចឹងបើវាទៅកៅអីមួយកន្លែងនេះយើងត្រូវជ្រើសរើសយក A បាទយើងត្រូវយក A អញ្ចឹងហើយបើយើងត្រូវយក A ដោយសារតែនៅក្នុងនេះគឺគេកំណត់ចំនួន1កន្លែងណាចំនួន1 1នេះ1នេះគេ1កំណត់ចំនួន1អញ្ចឹង1កំណត់ចំនួន1បើ1កំណត់ចំនួន1យើងត្រូវយក A បាទយើងចម្លើយគឺ A គឺ chair អញ្ចឹង chair វាគឺជាស្អីគេ chair វាគឺជានាម countable noun ដោយសារតែយើងឃើញនាមហ្នឹងបញ្ជាក់ពីចំនួន1អញ្ចឹងកន្លែងនេះយើងត្រូវដាក់ A I need one chair ខ្ញុំត្រូវការកៅអីមួយឥឡូវយើងមើលលំហាត់ទី2ម្ដង There are two chairs in the room ហើយមួយទៀត There are two furniture in the room ចម្លើយគេឲ្យមកពីមួយ A មួយ B តើយើងគួរតែជ្រើសយក A ឬក៏យើងជ្រើសយក B ដើម្បីមើលយល់យើងត្រូវយល់ថាតើនេះយើងមើលពាក្យ furniture តើ furniture វាគឺជានាម countable noun ឬ uncountable noun បាទច្បាស់ណាស់គឺ furniture គឺជានាម uncountable noun ប៉ុន្តែសមត្ថកម្មដែលគេឲ្យគឺ two នេះអញ្ចឹង two នឹងបញ្ជាក់ពីចំនួន2បើសិនបើ two វាបញ្ជាក់ជាចំនួន2តើវាគួរតែប្រើជាមួយនាម countable noun ឬ uncountable noun បាទវាត្រូវតែប្រើពាក្យជាមួយនឹង countable nouns អញ្ចឹងកន្លែងណា countable noun chairs ហើយយើងជ្រើសយក chair បាទហ្នឹងគឺងាយស្រួលអញ្ចឹងអូខេឥឡូវយើងមើលលំហាត់ទី3 I found some in the storage room ខ្ញុំរកឃើញនៅចុចអញ្ចឹងគេឲ្យចម្លើយមកពីគឺទី1 chairs ទី2គឺ furnitures គឺគ្រឿងសង្ហារិមអញ្ចឹងគ្រឿងសង្ហារិមអញ្ចឹងកន្លែងនេះយើងគួរតែដាក់យើងឃើញមានពាក្យ some មួយចំនួនបាទ some មួយចំនួនបាទ some មួយចំនួនអញ្ចឹង some មួយចំនួននេះយើងកន្លែងមើលថាដាក់អីអសន្នក្នុងហ្នឹងគឺយើងគួរតែចេះគេថាខ្ញុំ
យកឃើញថាមានកៅអីមួយចំនួននៅក្នុងបន្ទប់ stop អីវ៉ាន់ហ្នឹងតាអូខេមួយទៀត I found some furniture in the story room ខ្ញុំរកឃើញនៅគ្រឿងសង្ហារឹមមួយចំនួននៅក្នុងបន្ទប់ stop អីវ៉ាន់អញ្ចឹងយើងគួរសួរសំណួរថាកន្លែងនេះយើងគួរតែប្រើ chairs ឬក៏យើងគួរតែប្រើ furniture បើយើងកន្លែងតាមមុន chairs ស្ដាប់គឺ some គឺវាបូកជាមួយនឹងនាម uncountable noun ហើយយើងសួរថា some អាចប្រើជាមួយនឹងនាម countable noun បានអត់បាទបាន some ក៏អាចប្រើជាមួយនឹងនាមcountable noun បានដែរបើសិនបើ some អាចប្រើបានទាំង countable noun ហើយប្រើបានជាមួយនឹង uncountable noun យើងគួរតែមើលយ៉ាងម៉េចដើម្បីដាក់ចម្លើយត្រឹមត្រូវបាទគឺយើងត្រូវតែមើលតាមអត្ថន័យរបស់វាខាងនេះអញ្ចឹងអត្ថន័យនេះយើងគួរតែកលេចមើលទៅគឺវាត្រូវតែប្រើជាមួយនឹងគេដែរ furniture អញ្ចឹងយើងត្រូវតែដាក់ furniture បាទអញ្ចឹងតកតងជាមួយមេរៀន30បូកជាមួយនឹង uncountable noun និង countable noun គ្រូនឹងជម្រាបពួកយើងនៅមេរៀនបន្ទាប់អូខេសម្រាប់ថ្ងៃហ្នឹងគ្រូមានប៉ុណ្្នឹងបើសិនមកអ្នកគ្នាអត់យល់អីសូមសូមដាក់ comment ឬក៏ chat ឬក៏comment មកខាងលោកគ្រូមកគ្រូនឹងផ្ដល់ជាមេរៀននិងបញ្យល់បន្ថែម